ខ្ញុំបាននិយាយអំពីវគ្គមុនថាការបែកបាក់ឬក៏ការឆុងទាំងអស់មិនមែនសុទ្ធតែអាក្រក់ទេចាតើមានហេតុផលអីខ្លះដែលនាងខ្ញុំហ៊ានអះអាងឬក៏និយាយបែបនេះដោយសារតែខ្ញុំជាអ្នករៀនក្បួននាងខ្ញុំចាវិភាគនិងនិយាយទៅតាមក្បួនដែលនាងខ្ញុំបានរៀនសូត្រនិងសិក្សាស្រាវជ្រាវកន្លងមកអញ្ចឹងជាបទពិសោធន៍ផ្ទាល់ក្តីជាបទពិសោធន៍ដែលនាងខ្ញុំឆាយតារាងជូនភ្ញៀវក្តីឬក៏បងប្អូនដែលមកពឹងពាក់ចាដើម្បីដឹងអំពីជោគវាសនាក្តីចាការព្យាករណ៍របស់នាងខ្ញុំតាមក្បួនហុងស៊ុយបែបវិទ្យាសាស្ត្រគឺពិតជាក់ចាច្បាស់និងត្រឹមត្រូវជូនទៅដល់បងប្អូនដែលបានតាមដានអញ្ចឹងហេតុអ្វីបានជានាងខ្ញុំនិយាយថាហេតុផលការឆុងខ្លះការបែកបាក់គ្នាខ្លះមិនមែនសុទ្ធតែអាក្រក់ចាដូចដែលបងប្អូនគិតឬក៏រំពៃចាយល់ឃើញនៅពេលដែលស្ថានភាពយើងជួបនោះទេបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនមានអ្វីមួយមកក្រែងរំលឹកឬក៏ដាស់តឿនបងប្អូនធ្វើឲ្យបងប្អូនភ្ញាក់ស្មារតីបានមួយចំណែកណាប៉ុន្តែអ្វីគ្រប់យ៉ាងទាំងអស់នឹងដឹកនាំទៅដោយចាកត្តាមនុស្សបងប្អូនផ្ទាល់ទោះបីជាបងប្អូនមានលទ្ធភាពជួលចិនខ្សែជួលអ្នកដែលពូកែក្បួនខ្លាំងប៉ុណ្ណាក៏ដោយក្នុង1ម៉ោងរាប់ម៉ឺនរាប់ពាន់ដុល្លារក៏ដោយបើការដែលបងប្អូនទៅស្ដាប់គាត់ត្រឹមតែ1ម៉ោង2ម៉ោង3ម៉ោង4ម៉ោងឬក៏ចំណាយពេលមួយថ្ងៃពេញជាមួយនឹងគាត់ក្តីត្រឡប់មកវិញក៏នៅតែបងប្អូនជាអ្នកដឹកនាំវាសនាខ្លួនឯងបងប្អូនជាអ្នកកែប្រែវាសនាខ្លួនឯងដែរណាមិនខុសអំពីនៅពេលដែលបងប្អូនយំគេអាចលួងបងប្អូនបានតែមួយផ្លែទេតែបើបងប្អូនចេះព្យាបាលខ្លួនឯងចានោះផ្លូវចិត្តបងប្អូនជាដែលខ្លួនឯងចានេះគឺជារឿងយូរអង្វែងនិងចាមាននិរន្តរភាពសម្រាប់ជីវិតបងប្អូនអញ្ចឹងនាងខ្ញុំបាននិយាយអំពីហេតុផលឆុងឬក៏បែកបាក់ចាដៃគូជីវិតស្នេហាឬក៏ប្តីប្រពន្ធតើយើងគួរតែដឹងអ្វីខ្លះចាទី1ដែលបងប្អូនត្រូវដឹងគឺបងប្អូនគួរតែចេះតាមដានអំពីតារាងជីវិតរបស់យើងខ្លួនឯងនៅពេលណាដែលបងប្អូនស្គាល់អំពីតារាងជីវិតឬក៏ផែនទីជីវិតដែលនាងខ្ញុំបានចាដាក់ជាចំណងជើងរបស់เพจរបស់នាងខ្ញុំហ្នឹងគឺផែនទីជីវិតរៀនកាយវាសនាខ្លួនឯងនោះបានន័យថាបងប្អូនបានស្គាល់អំពីតារាងជីវិតរបស់បងប្អូនថាតើតារាងជីវិតបងប្អូនជាប្រភេទតារាងខ្លាំងខ្សោយពិសេសឬក៏យ៉ាងណាទី1ទី2គឺបងប្អូនត្រូវដឹងថាតើជោគវាសនារបស់បងប្អូននៅក្នុងតារាងពីកំណើតតើបងប្អូនជាស្ត្រីឬក៏ជាបុរសដែលមានដៃគូជីវិតប៉ុន្មានអ្នកចាចំណុចទី3តើបងប្អូនត្រូវដឹងថាតើវ័យចូលមក10ឆ្នាំរបស់បងប្អូនចាចូលមកដល់ចំណុចមួយណាចាស្ថិតនៅក្នុងចាវ័យដែលឆុងបែកបាក់ចូលមកឬក៏អត់ចាបើសិនបើបងប្អូនចាមានតារាងដែលចូលមកគឺជាឆុងបែកបាក់នោះបងប្អូននឹងប្រឈមនឹងការបែកបាក់ទំនាក់ទំនងគ្រួសារប្តីប្រពន្ធនៅក្នុងកំឡុងពេលវ័យចោល10ឆ្នាំហើយវាត្រួតមកជាមួយនឹងវ័យចោល1ឆ្នាំដែលឧទាហរណ៍ថាបងប្អូនមានតួថ្ងៃកើតគឺជាថ្ងៃចាស្វាហើយវ័យចោល10ឆ្នាំចូលមកជាខាលហើយនៅពេលដែលឆ្នាំនេះចូលមកជាឆ្នាំអាសាញ់បងប្អូនគឺឆុងខ្លាំងចាឆុងលៀបពណ៌មានភាពយល់ច្រឡំគ្នាការមិនចុះសម្រុងគ្នាចាមួលបង្កាច់គ្នាអញ្ចឹងនៅពេលដែលបងប្អូនជួបសត្វ3ដែលឆុងខ្លាំងបែបនេះវាពិបាកនៅក្នុងការបកស្រាយពីទំនាក់ទំនងពីអារម្មណ៍ពីផ្លូវចិត្តពីការពាល់ត្រូវរៀងខ្លួនណាបងប្អូនអញ្ចឹងធ្វើឲ្យបងប្អូននឹងងាយបែកបាក់ទំនាក់ទំនងគ្រួសារប្តីប្រពន្ធដៃគូជីវិតឬក៏ស្នេហារបស់បងប្អូនហើយបើសិនជាបងប្អូនអាចគេចពីបញ្ហានឹងផុតក៏បងប្អូនត្រូវពិនិត្យមើលទៅលើសុខភាពតខ្លួនបងប្អូននៅក្នុងតួថ្ងៃកើតនៅគេហៅថាការឆុងខាងក្រោមអញ្ចឹងបងប្អូនមើលអំពីអវយវៈរបស់បងប្អូនពីក្រោមផ្សិតចុះក្រោមហ្នឹងគឺបងប្អូនត្រូវការពីឲ្យទៅឆៃសុខភាពឲ្យបានទៀងទាត់បើបងប្អូនជាស្ត្រីចាអញ្ចឹងអាចងាយនឹងមានបញ្ហាជំងឺចាតកតងទៅនឹងមាត់ស្បូនអីច្រើនចាហើយមួយទៀតចានៅពេលដែលបងប្អូនឃើញវ័យចោលឆុងបែបនេះហើយតើបងប្អូនគួរធ្វើយ៉ាងណាចាគឺបងប្អូនត្រូវកិច្ចឆុងដោយកត្តាមនុស្សគឺបងប្អូនការពារចាការឆ្លោះប្រកែកគ្នាចាឬក៏បងប្អូនចាត្រូវតែចារកវិធីសាស្ត្រនិយាយជាមួយនឹងដៃគូរបស់បងប្អូនទុកជាមុនដើម្បីឲ្យយើងនឹងដឹងពីស្ថានភាពរៀងខ្លួនហើយយើងត្រូវឆែកតារាងទាំងពីរនាក់ចាដើម្បីឲ្យដឹងថាតារាងមួយណាខ្លាំងតារាងមួយណាខ្សោយជាងបើន័យថាបើតារាងនឹងឆុងទាំងពីរនាក់នឹងពិបាកកែបន្តិច
អានឹងគេហៅថាជោគវាសនាកំណត់មកដល់ហើយណាបងប្អូនពីព្រោះនៅពេលដែលអារម្មណ៍ឆុងចូលមកគ្មានលោកអាចារ្យណាគ្រូបាណាអាចទប់ទល់ជាប់ទេនៅពេលដែលឆុងទាំងពីរអញ្ចឹងគឺអារម្មណ៍ចង់បែកហ្នឹងគឺទាំងពីរអញ្ចឹងបើសិនជាឆុងតែម្ខាងអញ្ចឹងគឺធ្វើឲ្យយើងនឹងអាចម្ខាងទៀតជួយទប់គ្នាណាអញ្ចឹងបងប្អូនត្រូវយល់អំពីតារាងកំណើតរបស់ខ្លួនឯងហើយនៅពេលដែលបងប្អូនចាចង់ដឹងថាការឆុងបែកបាក់ហ្នឹងបើសិនជាបែកបានសម្រេចហើយនឹងបែកមិនបានសម្រេចវាមានភាពខុសគ្នាបែបណាបើសិនជាក្នុងករណីដែលបានបែកសម្រេចហើយតើបែកសម្រេចគឺបែកឆុងហេងឬក៏ឆុងសូយបងប្អូនត្រូវមើលចាធាតុត្រូវការដែលឆុងចូលមកចាបើសិនជាសัตว์ឆុងចូលមកជាធាតុដែលបងប្អូនត្រូវការនោះជួនកាលតំណែងតំណងស្នេហាហ្នឹងរ៉ាំរ៉ៃ10-20ឆ្នាំហើយលែងមិនដាច់ទេបងប្អូនធ្វើមិនក៏មិនដាច់ដែរតែនៅពេលដែលចាំឆ្នាំនឹងចូលមកវ័យចោលនឹងចូលមកធ្វើឲ្យបងប្អូនលែងដាច់ដោយងាយហើយបងប្អូនក៏ឈឺចាប់ប៉ុន្តែបងប្អូនបន្ទាប់ពីបែកហើយលែងដាច់ហើយបងប្អូននឹងអាចមានឱកាសជួបដៃគូជីវិតថ្មីដែលល្អជាងមុនប្រសើរជាងមុនពូកែជាងមុនហើយផ្ដល់ភាពកក់ក្ដៅផ្ដល់ការស្រឡាញ់ផ្ដល់លុយកាក់ឲ្យបងប្អូនបានច្រើនជាងមុនក៏ថាបានដែរណាដោយសារអីយើងត្រូវទៅមើលថាតើការឆុងនឹងជាធាតុត្រូវការឬក៏មិនមែនហើយការឆុងនឹងជាឆុងហេងឬក៏ឆុងសូយគឺយើងអាចមើលដឹងទាំងអស់ចាអញ្ចឹងវាគឺជាកត្តាដែលសំខាន់មែនតើនៅពេលដែលយើងចេះដឹងរឿងអំពីចាពេលវេលានិងធម៌ពលរបស់ចក្រវាឡមួយនេះពីព្រោះការរស់នៅរបស់យើងសប្តាហ៍ថ្ងៃគឺក៏ចាគេហៅថាគ្រប់គ្រងដោយធម៌ពលចក្រវាឡអញ្ចឹងនៅពេលដែលបងប្អូនយល់អំពីហុងស៊ុយបងប្អូនយល់អំពីក្បួនបងប្អូនប្រើឲ្យត្រូវស្ថានភាពត្រូវមនុស្សត្រូវពេលវេលាចានោះគឺបងប្អូននឹងទទួលបានផលល្អការរស់នៅបានសុខចម្រើនច្រើនជាងចាផលលំបាកគឺយើងនឹងមិនរស់នៅដោយភាពថ្មីប្រហែសចាអញ្ចឹងសំបីតែបងប្អូនដែលរស់នៅក្នុងភាពមិនថ្មីប្រហែសហ្នឹងក៏បងប្អូនមានសេចក្តីសុខចម្រើនច្រើនជាងការរស់នៅដែលដោយការប្រមាថណាបងប្អូនចារស់នៅដែលមិនខ្វល់អីសោះហ្នឹងក៏មិនកើតដែរចាអញ្ចឹងនៅក្នុងវីដេអូនេះនាងខ្ញុំសូមចែករំលែកប៉ុណ្ណឹងបើសិនជាបងប្អូនមានចំណុចអ្វីដែលចង់ដឹងបន្ថែមទៀតដែលនាងខ្ញុំអាចចែករំលែកបាននាងខ្ញុំនឹងចែករំលែកនៅក្នុងវីដេអូបន្តទៀតអរគុណជូនពរសុខភាពល្អសំណាងល្អហើយសូមបងប្អូនកុំភ្លេចចាអប់រំចិត្តដោយសេចក្តីល្អធ្វើបុណ្យដើម្បីឲ្យយើងមានធម៌ពលល្អចាជួយចម្រើនទៅដល់បញ្ញារបស់យើងចែករំលែកដល់នាងខ្ញុំនួនចានិចអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា